រុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងចានៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី2ខែ7 2025តម្រុយបីយាយក៏មានប៉ុណ្ណឹងហើយយាយក៏មានសបិនយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតាមមុននឹងនិយាយសបិនយាយក៏សូមពឹងពុកម៉ែបងប្អូនចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ឬបណ្ដឹងឲ្យ channel យាយម្នាក់មួយផងមុនណាដើម្បីទទួលបានវីដេអូខ្លះៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រុយតាមម៉ោងកុំភ្លេចចុច link ដែលយាយដាក់លើ comment ហ្នឹងទៅនឹងឃើញតម្រុយតាមម៉ោងហើយនៅទីនោះមានទទួលកប់តើចង់ពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មិញនេះយាយសបិនឃើញយាយចាប់អាកូនបកងក្រហមអាកូនបកងវាដូចនៅស្រុកចិនអាកូនបកងតាគៀបធំបងអូនតែទូទេប៉ុនមេដៃទេឃើញយាយចាប់យកមកយកកត្រៃមកកាត់ជើងវាកាត់ប្រុយជើងវាចេញចាឃើញកូនបកងហ្នឹងច្រើនណាស់តែអត់រស់ទេបកងហ្នឹងបកងងាប់បងអូនអត់រស់ទេតែគាត់ថាវាពណ៌ក្រហមអាកូនបកងពណ៌ក្រហមមានតាគៀបធំណាហ្នឹងហើយហួតមួយវគ្គទៀតសបិនឃើញមនុស្សស្រី3នាក់ចាមនុស្សស្រី3នាក់រៀបចំកៅអៅថាទៅបាត់ដំបងចាថាទៅបាត់ដំបងណាសិតតែមនុស្សស្រីហ្នឹងហើយឃើញគេវិចកៅអៅវិចអីថាត្រៀមទៅបាត់ដំបងឃើញដើរមកទាំង3នាក់ហ្នឹងឯងចាហើយឃើញអោបកៅអៅអោបអីមកចឹងណាបងអូនតែច្បាស់ជាងគេដឹងតែមនុស្សស្រី3នាក់ចាហ្នឹងហើយអញ្ចឹងយើងក៏កាត់យក66 61 62 83 88 166 162 388អស់6និងអស់8ចាចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អដល់អស់គ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ